គុំដល់ព្រះអង្គលោកក្មួយដែលនៅច័ន្ទវាសនាចាត់លោកក្មួយច័ន្ទវាសនាបាទដែលជាបុត្រធីតារបស់បោសាទដែលនៅសហរដ្ឋអាមេរិកអញ្ចឹងកណាបានតំណាក់តំណងបាទកណាបានតំណាក់តំណងដល់ក្មួយម្ដងហើយតែពីមុនមកសាលាបុណ្យរបស់ភូមិភ្នំតូចនេះអត់ទាន់បានធ្វើអីឲ្យបានច្រើនទេទឹកឈូសដីទឹកកកើតជារូបរាងឈូសដីតែឥឡូវនេះកើតជារូបរាងបានចាក់សសរឡើងធ្នឹមអីបានហើយតែកណាមានទៅទឹងបាទហើយសាលានោះមានទៅទឹង10ម៉ែត្រហើយបណ្ដោយ16ម៉ែត្រមកទឹកបាទហើយនឹងសសរចាក់កម្ពស់នោះ4ម៉ែត្រតែធ្វើទៅលើកណាអត់បានដឹងដែរវាប្លង់នឹងប្លង់យកពីគេដែរអញ្ចឹងវានៅពីដំណាក់កាលទៀតទៅលើហើយវាខ្វះនៅថវិកាខ្វះនៅបច្ច័យដើម្បីកសាងសាលានឹងបន្តទៀតអញ្ចឹងសូមអំពាវនាវដល់លោកក្មួយឬក៏សប្បុរសជនដែលនៅក្រៅប្រទេសជាពិសេសគឺនៅសហរដ្ឋអាមេរិកតែម្ដងកណាសូមអំពាវនាវសូមឲ្យអស់លោកឬក៏ពុទ្ធបរិស័ទដែលនៅសហរដ្ឋអាមេរិកទាំងប្រជាពលរដ្ឋឬក៏អ្នកមន្ត្រីរាជការក៏សូមជួយឧបត្ថម្ភនិងជួយគាំទ្រដល់ខ្ញុំបករណានិងយើងខ្ញុំដែលនៅរស់នៅក្នុងភូមិភ្នំតូចឃុំបង្រស្រុករលាភីខេត្តកំពង់ឆ្នាំងកំពុងតែខ្វះខាតពីបញ្ហាការកសាងនៅសាលាឆាន់បាទសាលាឆាន់ថ្មីដោយបានអស់លោកបានឃើញស្រាប់ណាអញ្ចឹងកណាមានតែប៉ុណ្ណឹងហើយសូមឲ្យអនុប្រធានបាទហើយខ្ញុំបាទឈ្មោះខ្ញុំបាទឈ្មោះជួបសុខុមជាប្រធានគណៈកម្មការសាលាបុណ្យនៅប្រចាំក្នុងភូមិភ្នំតូចឃុំបង្រស្រុករលាភីខេត្តកំពង់ឆ្នាំងហើយអនុប្រធានក៏ឈ្មោះលោកទឹកហូបាទជាអនុប្រធានគណៈកម្មការសាលាបុណ្យហើយបងជាសមាជិកឈ្មោះដែលជាញោមរបស់ក្មួយដែលនៅសហរដ្ឋហ្នឹងឈ្មោះលោកប៊ូសាតបាទហើយបងស្រីឈ្មោះជាបេឡារបស់ខ្ញុំហ្នឹងគឺឈ្មោះទុយផើនបងស្រីទុយផើនហើយឈ្មោះមួយទៀតគឺខាងគណៈកម្មការឈ្មោះបងសុកច័ន្ទហើយគណៈកម្មការចូលរួមហើយនឹងប្អូនជាអាជ្ញាធរដែនដីបាទអាជ្ញាធរដែនដីឈ្មោះលុចសុភាបានចូលរួមក្នុងកម្មវិធីឬក៏បានចូលរួមក្នុងឱកាសពេលនេះអញ្ចឹងខ្ញុំសូមអំពាវនាវជាថ្មីម្ដងទៀតសូមឲ្យអស់លោកនៅក្រៅប្រទេសបាទជាពិសេសគឺសហរដ្ឋអាមេរិកសូមជួយមកដល់ក្នុងជួយកសាងមកដល់យើងខ្ញុំផងបាទជួយហើយបើបានអស់លោកជួយហើយនោះក៏ខ្ញុំសូមប្រសិទ្ធពរជ័យសេរីសួស្តីដល់លោកក្មួយឲ្យមានបច្ចុប្បន្នយូរដើម្បីជាប្រលប់ក្នុងពុទ្ធសាសនានិងប្រសិទ្ធពរជ័យសេរីសួស្តីដល់អស់លោកជាពុទ្ធបរិស័ទជាពិសេសគឺប្រជាជនខ្មែរនៅក្នុងសហរដ្ឋអាមេរិកឲ្យជួបនៅសម្បត្តិ3មនុស្សទេវតាព្រះនិព្វាននិងពុទ្ធពរតពុទ្ធប្រការគឺអាយុវណ្ណៈសុខៈពលៈ8គឺឡើយសូមអនុមោទនាហើយសូមប្រគល់ទូនីតិនោះជូនអនុប្រធានបាទនេះឯងតិចទៅមានអីថែមបន្តិចទៀតទៅតែបងឲ្យញោមអត់អីខ្ញុំទៅប៉ិនទេឲ្យញោមទៅបាត់ដល់ហើយឲ្យញោមទៅបានល្អបានញោមអត់អីបាទអញ្ចឹងឲ្យលោកក្មួយនឹងមានបច្ចុប្បន្នយូរជាម្លប់បាទឲ្យលោកក្មួយនឹងបានសេចក្តីសុខសេចក្តីចម្រើនអត់បានអីតិចទៅសានបានហើយបងអត់អីបើថាអត់ទៅប៉ុណ្ណឹងចាជួយធ្វើម៉េចជួយក្មួយជួយកណាផងមើលទៅបានប៉ុណ្ណឹងនឹងបច្ចុប្បន្ននឹងហើយមួយនៅវាក្នុងកណាអស់ដែលបច្ច័យដែលធ្វើនឹងឥឡូវនឹងអស់ត្រឹមហ្នឹងហើយ17លានហើយ17លានគឺបានប៉ុណ្ណឹងតែ17លាននឹងនៅចាក់ឲ្យរួចមកធ្នឹមនឹងអានឹងរួចនឹងរួច17លាននឹងរួចជាង17លានប៉ុណ្ណឹងកណាប្រគិនតែប៉ុណ្ណឹងបាទ
ยังส้มเอาអំពីវនីកណាអំពីវនីឲ្យអំពីវនីទៀតណាទូចថាចង់បានជាបច្ច័យដើម្បីមកជួយកសាងទោះបីជាតិចច្រើនក៏ជាបដិភិកដើម្បីតម្កល់ទុកក្នុងពុទ្ធសាសនាឬក៏ជាអរិយទ្រព្យទៅថ្ងៃអនាគតខាងមុខបាទសូមឲ្យពុទ្ធបរិស័ទដែលនៅក្រៅប្រទេសជាពិសេសគឺសហរដ្ឋអាមេរិកនឹងតែម្ដងបាទខ្ញុំមានមោទនភាពខ្ពស់ណាស់ដែលបានបដិគុណព្រះអង្គបានមកសភាហើយខ្ញុំមានមោទនភាពណាស់ដែលបានក្មួយបានដឹងដំណឹងទៅដល់ក្មួយបាទឥឡូវនេះវាមានផ្នែកទឹកតិចទឹកនឹងពិតប្រកបមែនហើយអញ្ចឹងកណាសូមអរគុណចំពោះព្រះអង្គហើយអរគុណចំពោះសប្បុរសជនដែលបានដែលនៅក្រៅប្រទេសបាទសូមជូនពរឲ្យបានសេចក្តីសុខសេចក្តីចម្រើនប្រកបមុខរបររកទទួលទានមានបានបាទសូមអរគុណមានទៅតិចបងខ្ញុំគណៈអាត្មាភាពជំនួសឲ្យញាតិញោមដែលជាគណៈកម្មការហើយអាជ្ញាធរនៅប្រចាំសាលាឆទាននេះក៏សូមបន្ថែមថាដូចជាប្រគុណម្ចាស់និងញាតិញោមបានឃើញស្រាប់ហើយញោមគណៈកម្មការក៏គាត់បានជម្រាបហើយនេះគឺទស្សនវិជ្ជាដែលការកសាងសាលាឆទាននេះគឺបានទំហំប៉ុណ្ណឹងហើយនៅមានការខ្វះខាតជាបន្តទៀតដូច្នេះក៏វាអស់លទ្ធភាពនៅក្នុងការកសាងមានតែពឹងពាក់ដល់ប្រគុណម្ចាស់និងញាតិញោមនៅឯនាយសមុទ្រហ្នឹងសូមឲ្យជួយដើម្បីឲ្យការកសាងហ្នឹងឆាប់បានរួចរាល់ដើម្បីឲ្យញាតិញោមបានបំពេញបុណ្យកុសលនៅក្នុងពេលភ្ជុំបិណ្ឌខាងមុខដូច្នេះក៏សូមប្រគេននិងជូនដំណឹងដល់ញាតិញោមហើយឲ្យជួយជ្រោមជ្រែងក្នុងការងារកសាងនេះឲ្យឆាប់រួចរាល់ជាស្ថាពរសូមចម្រើនពរនិងសូមអរព្រគុណទាំងអស់គ្នា